ក្រៀម clear land mid វិញឥឡូវ Khalid មាន3កវាមកការ៉ាសិនបន្លាស់ហើយមកចាក់ passive ទៀតចំអត់ clear land មុនអូអត់ clear land មុនអត់ clear land មុនតែដឹងថាអ្វីពុកបាទខ្លាចគេហុកមួយលួចសុំល្បែមួយចូលស្មៅបាត់អត់បានអត់ចៃ retreat ទេពីខេនច្បាស់ទៅលេងខ្ញុំឃើញការលេងសប្តាហ៍ទី1ក៏គាត់ធ្វើអញ្ចឹងណា Yes sir ច្បាស់ទៅបីជាពេលគេក្លឹបយ៉ាងណាក៏ដោយ retreat មិនសិននៅតែអត់ប្រាបណ្ដៃកើចាំងលើវិញស្រែកជេប៉ា Discord បាត់រៀនថាមើល lane ខ្ញុំហេបាទឥឡូវនេះភ្លាមគឺជាមួយនឹងការវាយទៅលើ second បន្តិចបន្តួចសុំទោសអ្នកគ្នាភ្លេចមើលអេមឡែមិនលឿនពេកបាទណ៎សំខាន់ឆ្មាបានលួចបានសัตว์មួយបៃតងបាទសัตว์បៃតងមួយបាទចូលក្លុកយកបើតាមដងជ្រុលមានជាមួយនឹង Khalid Romer វាយអត់វាយ double មិនក្បាយចូលវាយ double តែម្ដងតើជាមួយនឹងមានការ defend ជាប់ដែរទេជាមួយនឹងការចូលក្លុកបើ2សមាជិករបស់ Valhalla បាទអត់ទេយកតែចាំងក៏បាន2ព្រោះតែសាមមិញវត្តមានរបស់ Ken គឺគាត់អត់មាន retribution អញ្ចឹងឆ្មា retreat យកជាមួយនឹងចាំងក៏មួយដកមកយកជាមួយនឹង orange របស់មិនជុំហ្គេមនេះអាស៊ីរ៉ារៀង confident នៅក្នុងការលេងដែរដែលអត់យកជាមួយនឹង spare purify បាទបើដោយសារហ្គេមបើយើងមើលទៅសតតែជាប្រភេទ hero ដែលផ្ដាច់ជាមួយនឹង ulti របស់គាត់ហើយពេលដែលគាត់បើកជាមួយនឹង ulti ងាយស្រួលក្នុងការគាត់វា load ទៅខ្លាំងមែនតើប៉ុន្តែការលេងទាំង confident ព្រោះដោយសារបើសិនជាគាត់ fast hand គេ load ជាមួយនឹង ultimate គាត់ flick កាត់តបាទតែបើដូចខ្ញុំ slow hand ខ្ញុំត្រូវការជួយ revive បាទ100លើ100បាទយើងនិយាយចេះឆាប់អូនបាទដល់ទៅ2គ្វីយកទៅលេងជាមួយឈីម៉ាយកបានដល់ទៅ2នេះគឺមកនៅជាមួយនឹងការចាំបានទៅលើ Shadow ដកថយមកវិញនេះខ្លួននេះគ្នាអស់ experiment តាថមួយនេះ See you soon នឹង fail ក្រោមដៃ Valhalla ដែរទេភ្លាមគឺជាមួយនឹងការចូលវាយយកជាមួយនឹងវត្តមានរបស់ Turtle នៅខាងក្នុងនេះខ្ញុំមកដែរសមាជិករបស់ See you soon គឺមិនមានវត្តមាននៅក្នុងការចូលយកនៅទេប្រឡែង Turtle ឲ្យតែម្ដងបាទការលោតរបស់ឆ្មាមកបាញ់នេះគឺល្អខ្លាំងមែនតើស្ទុក retribution មួយជាមួយនឹងថតទី1គឺបានទៅលើ team Valhalla ដូចគ្នាចំណែក goal land វិញបើយើងប្រៀបធៀបទៅជាមួយនឹងការបិទ goal អីអត់មានបិទទេប៉ុន្តែបើយើងមើលទៅជាមួយនឹង Sol ក៏ពិបាកក្នុងការ clear land ដូចគ្នាបាទអូ Dangerous ក្រាស់នេះមានអារម្មណ៍ថា Romer ដែល movement speed លឿនសបាយពួនស្មៅហើយសិតតែ one shot តែបើ Khalid យឺតតិចបើ Franco តែឃើញតែញ៉ាំបាទចាំភ្លាមជាមួយនឹង game នេះបន្ទុក kill នៅ early game ទៅតែ1ទល់នឹង0តែប៉ុណ្ណោះតែបាន first blood ទៅលើ Shadow បាទបាន level 2កង់បាទបាន level 2កង់សម្រាប់ Romer ទៅ Romer មិញមានអារម្មណ៍ថាការលេង combo នេះ Asira អ្នក make បាទ make play បើជាប់ stun Franco បាន6យេចាប់ជើងជាប់ចាប់ជើងបាទវាយម្ដាយប្រើមួយស្គៀតែចាប់តែចឹកជាប់ចាប់ជើងប៉ក់ Franco 6 free បាទចឹងការ combo នេះបើយើងមើលទៅជាមួយនឹងខាង team Valhalla គាត់ធ្វើដូចគ្នាជាមួយនឹងការបោះបាទ Let's see គាត់ណា Fasha សួរចាប់ជីច្រឡំយ៉ាជួស៊ីនលើកហ្នឹងបាទចាំមើលជាមួយនឹង team បោះគាត់ដូចគ្នាបាទមានតបបឡាចេញពី Onzo បាទ Crossen Sai បានចេញតែ crossbow តែបណ្ដោះពីវត្តមានរបស់ Soul បងសិនតោធម្មតានៅពេលដែល goal land game អញ្ចឹងយើងត្រូវដាក់សម្ពាធតាមអ្វីយើងធ្វើបានប៉ុន្តែយើងមើលសាច់ game Valhalla ថ្ងៃនេះគឺការកន្លុក land របស់ Soul អត់កើតឡើងយកមកអញ្ចឹងបើ game នេះមាន land game សម័យមើលថាតា Soul នឹងអាច carry game បានអត់តែឥឡូវបើយើងមើលទៅលើ flow វិញណាPP ប្រឡែង goal land ចោលហ្មងព្រោះដោយសារដឹងថាតុបលេងតុបយកមកស្មាហើយមកជួយជាមួយនឹងShadow វិញបាទ rotate នៅត្រឹម mid ហើយមកជួយនៅខាងក្រោម experience land វិញបាទចាំមើលថតទី2មាននេះមើលនឹងមានរូបភាពអ្វីកាត់ឡើងសម្រាប់ក្រុមទាំងពីរព្រោះភ្លាម team fight អត់មានស្បីតែមួយ team fight មានការ pick off ក្រុមយកថតទី1ថតទី2ស្ងាត់ចឹងការគៀប goal land ក៏មិនមានដូចគ្នាតែយុទ្ធសាស្ត្រសាច់ game Valhalla ថ្ងៃនេះគឺអត់មានច្រឡំហោមែនបាទគេលួចយកកន្លងចំណេញឲ្យគាត់អត់បានដូចគ្នាសូម្បីតែប៉េ hero rotate លឿនតែងាប់តែដោយសារ2ហ្នឹងអត់សូវមាននិស័យ clear mid ដោយសារ Romer អត់មាននិស័យយក Carson បន្លាស់អញ្ចឹង clear land mid អត់តាន់អត់បាន rotate តាណាយកមកបាទឥឡូវចោលនៅ mid បាទចោលនៅ mid បាទបាទថតទី2ក៏មានការ spawn មកវិញនេះគ្នាប៉ុន្តែវត្តមាន team ទាំងពីរឥឡូវកែនគឺគាត់ទៅតេសជាមួយនឹងថតមុនគេតែម្ដងពីវត្តមានរបស់គេសិងចូលទៀតជាមួយនឹង Combo Final Slap Flick ដកថយមកក្រោយនេះគ្នាជាមួយនឹង Shadow លោកចង់បាយទៅផ្លូវជាមួយនឹង Head បង2ចូល2តែ Flick ដកថយ Combo Flick ជាមួយនឹង Johnny Bay ចូលទៅលើ Secret ជាមួយនឹងកាពូ Oscar រៀងខ្លួនសំខាន់wow fast hand ពី Secret សំខាន់ ultimate របស់ខាង CU0 អស់4ណាបាទអស់4 ultimate បាទ spend អស់2ស្មើបើកមេបើលុយបាយយកនៅក្នុង team fight ជាមួយនឹង Head លោកទៅលើ Asira ខណៈពេល Asira នៅក្នុងចូល retreat ជាមួយនឹង Head តែឆ្មាឆ្នាំបានចាំទាំងមកក្នុងពុះស៊ីវាយទៅលើសោលខ្ញុំមិនតែជាមួយនឹង Shadow មិនតែរកប្រួយនេះជាមួយនឹងមិនត្រូវទៅលើសោលនោះទេជាមួយនឹង On Zone លើបាយនៅខាងក្នុងហុកបានជាមួយនឹង Head ដូ Head បានមែនទៀតអាយ៉ាបែបចាប់ផ្ដើមហុកត្រូវហើយប៉ុន្តែវិញដែលអ្វីដែលគួរសោកស្ដាយបើមិនជាមួយនឹង Asira
ស៊ីរ៉ាអូតែនិច3លាន IQ មិនមើលតនេះគាត់ផែកន្លងចាំមកចេញក្រៅ map តែបានអត់ឃើញទេលើកលែងតែយើងទាញ finger ទៅក្រៅ map បាទ វ៉ាវ អត់តន់ដឹងទេណាសតន់ដឹងទេណាបាទពីបន្តដាច់ហើយ បើបងខុស1ខុស2អាទី3ក៏ខុសបាទបាត់ក្នុងរឿងម្ដងបាទបាទចាំមកមើលជាមួយ highlight បាទមិញបាទ replay បាទបូកនេះបាទ snap គាត់តម្រង់ focus លើ soul ខ្លាំងពេកបាទបាញ់ត្រូវមិញដាច់ soul បាទ ហ្នឹងហើយមកតង់ប្រៅយក យេ បាទចំណេញដែរមកប៉េហុកត្រូវខ្ញុំមើលមិញព្រោះដោយសារមុនហ្នឹងដាច់ពេលដែលពេចាប់ ultimate ណាមានឃើញពេអស់ ultimate ដែរពេខំទៅលើhead តាប៉ុន្តែ timing មួយ skill ទី2ផុស head ម៉ាំងដាច់ហ្មងបាទខំអោទីដាច់ខ្លួនឯងយកហ្មងបាទខាងលើស្វែងរកជាមួយនឹង Onzo Hello Onzo អ្នកខ្ញុំដែរទេប៉េហុកមួយមកជាមួយនឹងកូនប៉េគាត់វាយប៉េនៅក្នុងប៉មតែម្ដងដាក់ចេញមកខ្លួនឯងបាញ់ជាមួយស្មោកចាប់ខាងជាមួយនឹងប៉មក៏បានវាយនេះខ្លួនឯងបតាសោវាយយកជាមួយនឹង Ultimate សម្រាប់មួយតាបកេតលើសូយមីកាបាយទៅជាមួយនឹង triple kill អត់បាន triple kill ទៅ kill គឺបានទៅលើ head ទៅលើ Kane ហើយយកមក team fight នេះមិនបាញ់មិញ Franco ខំនៅក្នុងផ្ទះធ្វើឲ្យវត្តមានរបស់ Onzo ក៏ដូចជា Asira លងខ្លួនបន្ត RT ទាំងពីរតែម្ដងបាទប៉ុន្តែអ្វីដែលសំខាន់ជាមួយនឹង Head បាទមិនគាត់ធ្វើបានល្អខំតែជាមួយនឹងការ knock up skill TV របស់គាត់បាន200ហក់ជាន់ច្រាមនៅនឹងយកមកបាទអាយ៉ាបច្ចុប្បន្នគេធីម Valhalla lead បាន 3k goal ក៏ដូចជាធ្វើការបង្កើត team fight យើងឃើញហើយគឺសម្រាប់ team Valhalla គឺគាត់ធ្វើបានល្អខ្លាំងមែនទែនជាពិសេសការបើក team fight ហើយឥឡូវបច្ចុប្បន្នការសម្រាប់ Soul គឺ 3-0 បាទអញ្ចឹងគឺមានហើយបាទសម្រាប់ Onzo គាត់ទៅតែបានមក kill ទេហើយបានវាយចេញពី early ថាចូលទៅដល់ late game Shadow final snap flick Shadow ចូលក្រោយឡើងជាមួយនឹងការផ្ទះ final snap ចូលបាន2នេះខ្លួនណាវាយដល់ជាមួយនឹង second នេះឈ្នះបើមកមួយបានហើយលើកមកក្នុងបន្តទៀតនេះក្នុងឈុត retreat វិញចាំងលើទៅ2ទៅជាណានេះខ្លួនណាជាមួយនឹងការឈរមកមុខទន្ទិញចាំ retreat ហុកបានជាមួយនឹងឆ្មាបានហើយប៉េជាមួយនឹងការ free retreat ទៅកាន់ Kane ផងដែរវ៉ាវបាយមិញយើងចាំអត់មើលដូចគ្នាជាមួយនឹង level 8 ទល់នឹង level 9 ប៉ុន្តែមានការ make play ចេញពីពេហើយជាមួយនឹងក្រុម Sisu ជួបបានជាមួយនឹងថតទី3ក៏ដូចមានការយកបានទី1 trend នៅខាងផ្លូវ midlane បន្តការយកជាមួយនឹង pop បន្តទៀតមិនដែរប៉ាត់ជា new rising star មែនចង់និយាយមកបាទការបោកស៊ីនៅមិនធ្វើមួយរឿងអញ្ចឹងដាក់ប៉េមកធ្វើទៀត Yes បាទឥឡូវពេពងធ្វើឲ្យហ្គេមមករៀង balance វិញណាមិញ 3k goal សតយកមកបើសិនជា total មិញបានទៅខាង team Valhalla ទៀត game ធ្ងន់បាទ game មានតែមួយក្បាច់ចាំលេងឲ្យគេបុកមកពេហុកចូល turret អត់មានកលៈវាយចេញក្រៅមួយគេឥឡូវមានកលៈលេងនៅខាងក្រៅ50មួយគេដដែលអូ Franco វិញនៅក្រោមបាត់នោះខាងណាជាប់ហ្នឹងបាទខាងណាជាប់ហ្នឹងអញ្ចឹងអត់មាន hero ណាមកផ្ដាច់គាត់ទេបាទចេញតាមឲ្យ team ទី2បាទតោះអ្នកបើកមកពាក់ជីវិត2តែឥឡូវសម្រាប់ខាងលេនអត់មាននិស័យពាក់អត់មានលុយបាទអត់នេះទេព្រោះថាមើល item កំពុងតែចល័តមែនទែនគាត់ឆ្នៃជាមួយនឹងដបងបន្លាជាមួយនឹងប្លែតហាតាស៊ីមួយទៀតណា Yes បាទយក damage ចាំបាទហើយឲ្យ team តាន់3មកបាទកំពុងរីរងមកទៀតចូលវាយបើមកពី Kane ទៅតាមដល់តែពេបន្តបើ team fight បន្តមកពី Asira មកបន្តពី knock out fight ដល់ចូលដល់ពី RPG ខាំតែជាមួយនឹង second នេះឈ្នះមកមួយនេះកំណែស៊ីជូតែវាយយកទៅជាមួយនឹង Shadow មិនអាចយក Shadow ស៊ីប៉មកគេព្រីងជាមួយនឹងពេទៅលើឆ្មា Oh my god នេះពេជាមួយនឹង Onzo យកមកគៀបន្តទៀតនេះជាមួយនឹងការវាយប៉មទី2បន្តនៅខាងក្រោម Wow មកបោកភ្លេចនេះជាមួយនឹងការខំរបស់ពេគឺធ្វើបានល្អខ្លាំងតែបាន triple kill ទៅលើ Onzo swing goal មកក្បាច់8មិញសម្រាប់ CU 0ធ្វើឲ្យខាង team Valhalla គាត់អត់តន់ ready នៅក្នុងការ team fight យកហ្មងខ្ញុំនិយាយមែនអត់ ready ក្នុងការ team fight ហ្មងហើយណាមួយការ bet ចេញពី ultimate post stack post soul គ្រាន់តែគេចិត្តពេញ stack គេរត់ចេញគេចិត្តពេញ stack គេរត់ចេញហ្មងគេអត់ឲ្យ soul ឡើងជាមួយនឹង ultimate ទេចេញពី Kane ហើយជាមួយនឹង Shadow បាទខណៈពេលដែលពេមក play ធ្វើ2រឿងបាទខំចេញវិញនៅក្រោមមួយ flick ហុកឆ្មាម្ដងទៀតបាទចំចាំមាន flicking time ទៅកាន់តែ cool down ច្រើនបាទឆ្មានេះគេដាក់ GPS លើគាត់ឲ្យហុកមកលោហ្នឹងបាទអុយបាទឯណាមួយគាត់ sell skill TP របស់គាត់ផងបាទដើម្បី knock up ទៅលើវត្តមានរបស់ខាងក្រុម CU0 ប៉ុន្តែនៅតែពេគាត់ធ្វើបាល់ល្អជាមួយនឹងការបែកផ្លែចេញមកពីទីនេះសំខាន់ណាស់រងគូរវានឹងពេលដាក់ថយអ្នកសងសមោចឹងទៀតណាអូចាជួយនឹងការគវាខ្វែងគាត់បន្តមកក្រោយ final shot ពី Shadow ខំយកពីពេដាក់ជាមួយនឹង second sing ដាក់ចូលរះជាមួយនឹង Rafael ឆ្មាចូលទៅធ្វើបែបយ៉ាងហើយទៅវិញដែរទៅសូលគ្មានគណៈវាយាទៀតទៅខាងក្នុងជាមួយវត្តមានរបស់ Head វាយបដោពជាពេលមិនមានវត្តមានរបស់វ៉ាន់វាយយកអាទីទេអត់បានពេញ stack ទេបាទសូលពិបាកក្នុងការចូលមែនតើដែលដើម្បីក្នុងការ pick out ទៅលើ hero មួយគឺ point ខ្លាំងពេក
មួយមើលអាស៊ីដែរមួយផេកអេដមីនមួយ បាទ គាត់ស្មាគេនៅក្នុងស្មាគេ អត់ទេគាត់ហូបកាត់មុខ អញ្ចឹងហ៎ បាច់ទៅ បាទ គាត់ហុកតាមការសម័យ បាទអីទេហូបមិនក៏ត្រូវដែរបាទព្រោះដោយសារគាត់ហូបត្រូវច្រើនហ្មងពេក ខាំយកមកខាំយកតែម្ដងមិនក្បាច់ចេញវិញចេះក្រោយនោះទេវាយយកអាល់ទីមេតពីសូលតែដាក់ជាមួយនឹង secret បើកមុខមិនបាននោះទេដោយសារតែមាន Franco counter គាត់ បាទខ្ញុំសរសើរមែនតើជាមួយនឹងការ cover shadow បើសិនជាគេអត់ចូល final slash គាត់ប្រើយកមក បាទ លុះត្រាតែគេចូលមកគឺអត់មានការបំផ្លាញជាមួយនឹង ultimate របស់ Franco go swing បាទ 10k បញ្ជាក់យ៉ាងច្បាស់ថា Shadow មិនមែនតគួរទេ តាំងពីចាញ់ 3k ឥឡូវមកលិត ព្រោះសារខ្ញុំ 6k ចូលចិត្តលេងសិនបាទចាំភ្លាមជាមួយនឹង Lord Dama Player Mid Lane មិនចំនោះទេប៉ុន្តែជាមួយរយៈជើងតាលឆាវាយជាមួយនឹង Midland ប៉ុន្តែស្គម Flip Shadow បាន300ទម្លាក់ RPG យ៉ាងណាជាមួយនឹងការវាយប៉មនៅ Midland ជាមួយនឹងប៉មកែបដាច់ប៉មកែបបានមួយ Shadow ឲ្យនៅពេញ Final Slash នៅពេលមួយផ្លែទៀត Lord នេះគ្នាយូនទីកនៅសារបានវាយជាមួយនឹង Lord នោះទេឥឡូវនេះជាមួយនឹង Soul វាយ Lord កំទេចចោលមិនសិនទីខ្លួនណាប៉ុន្តែ Final Slash នៅពេញក្នុង5វិនាទីទៀតតែជាមួយនឹង Shadow អត់មាន Flick នោះទេហុកមិនត្រូវដូចគ្នា Minion ក្លុកជាមួយនឹង Midland តើ See you soon ដកឬក៏បន្តវាយយើងជាមួយនឹងអ្នកគ្នា Minion នឹងដាក់ចូលដល់ទៅ 3 lane តែ Shadow ចង់ទៅ Final Slash Hello សំ Final Slash មួយឡោចាប់ដល់ទៅ2 3នេះទម្លាក់មិនមាន RPG រះឡើងហ្វាល់វាយតែទេខ្ញុំនឹងទៅជីវិត2ភ្លាមជាមួយនឹង Oh my god ទូបងដល់ទៅពីនេះចឹងដែរជាមួយនឹង Asira បញ្ចប់ទំនុំនោះ 5 out is over យក Minion មកពីណាអត់មាន Minion ទេសុំ Minion 2 top lane បាទបើស្ទោតតន់អត់ អត់អេនបើស្ទោតថាអត់តែគួរថាអេនវាយទៀតយកតែម្ដងជាមួយនឹង emoji See you soon ក្បានដាក់ចូលផ្ទះឆ្មាក៏មិន respond ត Minion ក៏មិន respond តទេអូវាយទៀតចេញនៅហ្គេមទី1ក៏បានទៅលើ See you soon